របៀប set up យើងចូលកន្លែង indicator លើខាងលើ indicator បន្ទាប់មកយើងយក my script ដំបូងវាអត់មានអញ្ចឹងទេវាឲ្យបង្កើតវាដាក់ថា create new មួយហើយអញ្ចឹងឧទាហរណ៍បើសិនជាយើងមានហើយនេះយើងមើលសញ្ញាឡើងអត្តគារ2នេះចុចកន្លែងហ្នឹងមកហើយបន្តមកទៀតនេះមើលសញ្ញាព្រួយខាងលើហើយយើងចុច create new មកនេះ create new ហើយដាក់យក indicator មើលតាមមក indicator ហើយកន្លែងនេះយើងលុបវាមកហើយយើងផាសចូល folder ហើយយើងបើកវាមក copy យកទៅផាសមកហើយបន្តមកចុច add to chart នេះហើយកន្លែងនេះដាក់ឈ្មោះវាមកដាក់ឈ្មោះ rename មកដាក់អញ្ចឹងមកនេះឈ្មោះឲ្យ save ហើយ reload មកនេះចាំតិចនេះ FVG ហើយហ្នឹងវាមានគ្រប់ time frame ដាក់45នាទីក៏វាមានដែរវាមានគ្រប់ time frame ហើយអាផ្សេងទៀតអញ្ចឹងនេះគ្នារបៀប set up វា